រឿងបុរសចេះថ្នាំពឹសពោះមានថ្ងៃមួយបុរសឈ្មោះសុខបានធ្វើដំណើរទៅកាប់ឱសថនៅក្នុងព្រៃលុះទៅដល់ក្នុងព្រៃជាកន្លែងកាប់ឱសថនោះហើយគាត់បានឃើញខ្លាធំមួយក្បាលដេកស្លាប់នៅដំបូកក្បែរច្រកផ្លូវចូលចៅសុខពិនិត្យមើលហេតុសពគ្រប់ឃើញថាខ្លានោះស្លាប់ដោយសារពស់ចឹកព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយបុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ក៏ស្រាយថង់យាមរបស់គាត់យកថ្នាំមួយមកដុសលាបឲ្យខ្លានោះលុះបានមួយស្របក់ធំខ្លាបានដឹងខ្លួនឡើងមកវិញឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីទោមនស្សនឹងបុរសដែលលាបថ្នាំឲ្យហើយស្ដីឲ្យបុរសនោះថាហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកថ្នាំអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះបុរសនោះឆ្លើយថាយើងដើរមកបានឃើញបងឯងស្លាប់ដោយពស់ចឹកហើយយើងដុសថ្នាំលាបឲ្យបងឯងរស់តើខ្លាថាអញមានស្លាប់អីឯណាពស់ចឹកអញកាលណាអញកំពុងដេកលក់ស្រួលទេតើបើដូច្នេះអញត្រូវប្រហារជីវិតឯងធ្វើជាអាហាររបស់អញចៅសុខមានសេចក្តីតត់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរខ្លាថាបងអើយអាណិតយើងផងកុំអាលពិឃាតយើងក្នុងគ្រានេះអីចាំយើងទៅរកអ្នកប្រាជ្ញាណាឲ្យគេជំនេះជំរះឲ្យបើរកទៅឃើញថាយើងខុសសឹមបងប្រហារជីវិតយើងចោះបើយើងត្រូវបងត្រូវទុកជីវិតឲ្យយើងខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុខវិលមកវិញក៏ប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយឡើងថាបងទាំងពីរអាណិតជួយយកអាយុយើងផងព្រោះខ្លាដែលពស់ចឹកបានរស់ឡើងវិញដែលយើងបានដាក់ថ្នាំឲ្យតែវាប្រាថ្នាប្រហារជីវិតរបស់យើងថាយើងធ្វើឲ្យវាភ្ញាក់ហើយធ្វើឲ្យប្រឡាក់ខ្លួនរបស់វាអស់សត្វទាំងពីរដឹងសេចក្តីសពគ្រប់ក៏ពិចារណាទៅឃើញថាតាមពិតត្រូវតែទៅកាត់សេចក្តីឲ្យបុរសនេះឈ្នះខ្លាប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅមុខជាខ្លាកុំអញស៊ីអញជាអាហារពុំលេងក៏ប្រាប់ទៅចៅសុខថាបងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅចៅសុខក៏រឹតតែភ័យឡើងក៏លាសេះនឹងក្របីដើរយ៉ាងលឿនទៅទៀតលុះគាត់បានប្រទះនឹងសុភាទន្សាយចៅសុខក៏ប្តឹងតាមដំណើររឿងសុភាទន្សាយបានដឹងរឿងសពគ្រប់បែបយ៉ាងក៏ប្រាប់ទៅសុខថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅសឹមយើងទៅជួបគ្រាដែលបុរសនោះកំពុងជជែកនឹងខ្លាសុភាទន្សាយទៅដល់ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់គ្នារឿងអ្វីខ្លានិងចៅសុខក៏បានប្តឹងតាមដំណើររឿងរៀងខ្លួនសុភាទន្សាយកាត់សេចក្តីថាបើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែលឲ្យយូរដូចពីមុនបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសឹមបងឯងមកពិឃាតមនុស្សនេះធ្វើជាអាហារចុះខ្លានោះបានទៅដេកតាមបង្គាប់ពេលនោះពស់ក៏ចេញពីរន្ធមកចឹកខ្លានោះស្លាប់បាត់ទៅសុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់បុរសនោះថាបងឯងកុំលាបថ្នាំឲ្យវាទៀតអីប្រាប់ហើយក៏លាចៅសុខទៅលំនៅឋានវិញដូចពាក្យចាស់លោកពោលថាធ្វើគុណបានទោស